រៀននៅតៃវ៉ាន់ជួបផលលំបាកអីគេខ្លះទោះស្ដីអ្នកទាំងអស់គ្នាខ្ញុំគឺជាសិស្សឆ្នាំទី1ដែលកំពុងតែសិក្សានៅតៃវ៉ាន់ហើយថ្ងៃនេះខ្ញុំនឹងលើកយកផលវិបាក3ចំណុចក្នុងកំឡុងពេលសិក្សានៅតៃវ៉ាន់មួយគឺភាសាបើសិនជាអ្នកទាំងអស់គ្នាអត់ចេះភាសាចិនឬក៏ភាសាអង់គ្លេសទេនៅពេលដែលអ្នកទាំងអស់គ្នាទិញអីញ៉ាំគឺពិបាកមែនតើដោយសារតើនៅកន្លែងញ៉ាំអីមួយគេមានกระดาษឲ្យអ្នកទាំងអស់គ្នាមើលហើយសិតតើជាអក្សរចិនហើយនិងអក្សរអង់គ្លេសទី2គឺតកតងជាមួយនឹងនៅដមហេតុផលដែលខ្ញុំលើកនៅដមគឺដូចខ្ញុំអញ្ចឹងនៅដមមានគ្នាដល់ទៅ6នាក់បើសិនជាយើងត្រូវការរៀនអីវាពិបាកដោយសារពេលខ្លះគេនិយាយទូរស័ព្ទឬមួយក៏គេនិយាយគ្នាអញ្ចឹងវារំខានយើងទី3គឺតកតងជាមួយនឹងចាយវារាល់ថ្ងៃដោយសារតើដូចខ្ញុំអញ្ចឹងខ្ញុំនៅខ្មែរខ្ញុំអត់ដឹកស្មានទេថារបស់នៅតៃវ៉ាន់ថ្លៃអញ្ចឹងនៅពេលដែលមកដល់តៃវ៉ាន់ហ្នឹងរបស់វារៀងថ្លៃជាងនៅខ្មែរអញ្ចឹងសម្រាប់ខ្ញុំវាក៏ជាផលវិបាកមួយដែរបើសិនជានៅតៃវ៉ាន់ហើយមានផលវិបាកអីផ្សេងឬមួយក៏ខុសពីខ្ញុំអាច comment នៅក្នុងវីដេអូនឹងបាន